បងថ្លៃដៃបងកាត់អីហ្នឹងមិនក៏មានស្នាមក្រហមអញ្ចឹងប្រយ័ត្នបន្តិចក្តៅបន្តិចហើយនេះវាមានរឿងអីទៅអត់មានអីទេអាឡែស៊ីបន្តិចបន្តួចខ្ញុំអេះខ្លួនឯងទេចឹងចាំខ្ញុំលាបថ្នាំឲ្យបងមិនបាច់ទេគាត់អាចកុហកបានយ៉ាងលឿនបែបនេះមិនស័ក្តិសមជាថៅកែធំនៅទីក្រុងសោះរឿងរបស់ចៅចៅនិងច័ន្ទស៊ូស៊ូក៏មិនដឹងថាដោះស្រាយយ៉ាងម៉េចដែរចៅពិធីមង្គលការរបស់ខ្ញុំនិងច័ន្ទស៊ីហាងគឺបានបញ្ចប់ហើយឥឡូវនេះនៅសល់តែរឿងរបស់នាងនិងច័ន្ទស៊ូស៊ូដែលមិនទាន់ដោះស្រាយមានបញ្ហាអីប្រាប់បងស្រីទៅចាំត្រឡប់ទៅទីក្រុងវិញបងស្រីនឹងជួយទាមទារបើបងស្រីដឹងថាខ្ញុំរៀបការជាមួយច័ន្ទបេយានដែលមានអាយុច្រើនជាងខ្ញុំ20ឆ្នាំគាត់ច្បាស់ជាខឹងមិនខានដើម្បីខ្ញុំគាត់ហ៊ានសួរនាំដល់ទីបញ្ចប់ពេលនោះក្រុមហ៊ុនឆាងហឺនឹងខាត់បងស្រីនឹងកាន់តែពិបាកចិត្តលាក់សិនទៅចៅបងស្រីមិនអីទេបងមិនបាច់បារម្ភពីរឿងរបស់ខ្ញុំទេមានន័យថាម៉េចនាងចង់មានន័យថារឿងនេះមិនបាច់សួរនាំទៀតទេទោះបីជាច័ន្ទស៊ូស៊ូចង់សងជំងឺចិត្តនាងក៏នាងមិនខ្វល់ដែរគាត់សងជំងឺចិត្តខ្ញុំយកតើនិយាយទៅខ្ញុំកេងជាមួយគាត់ខ្ញុំក៏ចំណេញដែរច័ន្ទបេយានគឺជាសេដ្ឋីលំដាប់ទី5មិនមែនគ្រប់គ្នាសុទ្ធតែមានឱកាសទេមែនទេប៉ុន្តែបងស្រីបងជឿខ្ញុំទៅខ្ញុំពិតជាមិនធ្វើឲ្យបងស្រីនិងគ្រួសារសិនខូចខាតទេតែបើខ្ញុំសម្រេចចិត្តខុសបងស្រីបងកុំបន្ទោសខ្ញុំអីណាក្មេងល្ងងចៅបងស្រីមិននឹងបន្ទោសនាងទៅនាងគឺជាប្អូនស្រីជាកែវភ្នែករបស់បងក៏ដូចគ្នានេះគឺភូមិគ្រឹះត្រកូលច័ន្ទធំទូលាយណាស់អស្ចារ្យណាស់បងស្រីនេះធំជាងភូមិគ្រឹះត្រកូលសិនយើងទៅទៀតមើលចុះជីងស៊ីនាងនិងស៊ីហាងរៀបចំផ្ទះថ្មីនៅណានៅហាងយុនជឺទីនោះរៀបចំរួចរាល់ហើយថ្ងៃក្រោយអ្នកទាំងអស់គ្នាស្នាក់នៅទីនោះទៅចៅត្រូវកំដរបងស្រីស្នាក់នៅផ្ទះត្រកូលច័ន្ទមួយរយៈសិនឲ្យស្នាក់នៅអគារយីងស៊ីទៅចាំខ្ញុំរៀបចំអ្នកបម្រើជូនទៅចាស៊ីហាងឥឡូវនេះនាំឈីងស៊ីទៅការិយាល័យអត្រានុកូលដ្ឋានដើម្បីចុះសម្បត្តិអាពាហ៍ពិពាហ៍ទៅពេលចុះសម្បត្តិរួចឈីងស៊ីទៅក្រុមហ៊ុនឆាងហឺមួយជើងទៅក្រុមមេធាវីនឹងទៅទីនោះដើម្បីចាត់ចែងការងារក្រុមហ៊ុនបាទអញ្ចឹងពួកយើងទៅចុះសម្បត្តិសិនហើយចាបងស្រីបងឆាប់ត្រឡប់មកវិញណាកុំបារម្ភក្មេងល្អចាំបងនៅផ្ទះត្រកូលច័ន្ទទៅក្មេងស្រីតូចនេះទើបតែមកផ្ទះត្រកូលច័ន្ទលើកដំបូងមិនទាន់ស្គាល់កន្លែងផងចៅខ្ញុំនាំនាងទៅអគារយីងស៊ីចាបងថ្លៃមិនស្រួលទេគឺយកទឹកនៅអគារយីងស៊ីបែកហើយទឹកហូរពេញនឹងបន្ទប់ក៏លិចទឹកដែរមិនអាចឲ្យមនុស្សស្នាក់នៅបានទេចុះខ្ញុំគិតយ៉ាងម៉េចទៅឬក៏ឲ្យចៅទៅស្នាក់នៅអគារឡានយីសិនទៅមិនបាច់ទេចៅស្នាក់នៅអគារឈីងស៊ីទៅបងថ្លៃអគារឈីងស៊ីមិនមែនជាកន្លែងដែលបងស្នាក់នៅទេអីធ្វើបែបនេះមិនសូវល្អទេដឹងគ្មានអីមិនល្អទេសុទ្ធតែជាមនុស្សមួយគ្រួសារចៅតោះលាហើយអ៊ំស្រីអគារឈីងស៊ីក្រៅពីអ្នកបម្រើចូលទៅសម្អាតសំបីតែខ្ញុំក៏មិនអាចចូលបានដែរលើកនេះបែរជាឲ្យក្មេងស្រីចៅនេះចូលទៅស្នាក់នៅទៅវិញតើមកពីចៅមានចរិតគួរឲ្យស្រឡាញ់ទើបបងថ្លៃចង់ទុកនៅក្បែរខ្លួនដើម្បីងាយស្រួលអប់រំមែនទេថ្ងៃក្រោយនាងស្នាក់នៅទីនេះទៅបន្ទប់នេះមានតែពណ៌ស្នឹងខ្មៅងឹតពេកហើយនេះមិនមែនជាបន្ទប់របស់លោកទេអីមែនហើយខ្ញុំប្រាប់លោកចុះពួកយើងគ្រាន់តែរៀបការលាក់បាំងទេខ្ញុំស្នាក់នៅទីនេះជាមួយលោកចុះបើមានគេឃើញគិតយ៉ាងម៉េចទៅគ្មានអ្នកណាឃើញទេទីនេះធម្មតាមានតែអ្នកបម្រើមកសម្អាតទេយកព្រមទេនាងសម្រាប់សិនទៅខ្ញុំទៅក្រុមហ៊ុនចាត់ចែងការងារសិនគាត់ទៅបាត់ហើយភូមិគ្រឹះដ៏ធំនេះមិនមែនមានតែខ្ញុំម្នាក់ឯងទេអី
មិនបាច់ទេខ្ញុំមិនចង់នៅទីនេះម្នាក់ឯងទេ 我才不要一个人在这里呢。 មិនហ្នឹង 怎么了？ បងស្រីមិននៅលោកក៏មិននៅកន្លែងនេះសម្រាប់ខ្ញុំគឺប្លែកមុខណាស់ 对我来说就是陌生的。 លោកនៅកំដរខ្ញុំមិនបានទេអី 我吗？ ប៉ុន្តែខ្ញុំត្រូវធ្វើការ 工作。 ប៉ុន្តែខ្ញុំម្នាក់ឯងពិតជាខ្លាចណាស់ 可是我一个人很害怕的。 ក្មេងស្រីនេះយំហើយខ្ញុំមិនដឹងថាត្រូវលួងលោមនាងយ៉ាងម៉េចទេ 办法都没有。 បានហើយខ្ញុំឲ្យឈិនធូយកឯកសារមកទីនេះខ្ញុំធ្វើការនៅទីនេះ 我在这儿办公。 បានទេ 行了吧？ អឹម ចៅចៅអង្គុយឲ្យស្រួលបួលហើយនាងលេងទូរស័ព្ទ2ម៉ោងហើយត្រូវសម្រាកខ្លះប្រយ័ត្នខូចភ្នែក 不然会近视的。 ពិតជាមនុស្សចាស់មែនចូលចិត្តគ្រប់គ្រងដូចកូនក្មេងអញ្ចឹង 像管小孩一样管。 អញ្ចឹងក៏បានដែរ 这样可以了吧？ គួរឲ្យធុញណាស់មនុស្សចាស់ដឹងតែពីធ្វើការមិនខ្វល់ពីខ្ញុំសោះ 理都不理我。 បរិះចំណាស់ដែលយកចិត្តទុកដាក់ធ្វើការក៏សង្ហាមយ៉ាងដែរទេខ្ញុំកំពុងគិតអីហ្នឹង 我在想什么？ អេ 哎， លោកធ្វើការ2ម៉ោងហើយត្រូវសម្រាកខ្លះប្រយ័ត្នខូចភ្នែក 要休息一下，不然老得更快哦。 ទើបតែបង្រៀនខ្ញុំសោះឥឡូវត្រូវខ្ញុំបង្រៀនវិញហើយ 现在被我教育了吧？ ខ្ញុំ លោកធ្វើអីហ្នឹង 你干嘛呀？ បង្រៀននាង 喂我。 អា 啊， ហាមាត់ 张嘴。 ខ្ញុំនិយាយថាបង្រៀនមិនមែនមានន័យបែបនេះទេ 可不是这个意思。 ចុះលោកមានន័យថាម៉េច 什么意思啊？ យល់ទេ 懂了吗？ យល់ហើយ 懂了。 那再喂一次。 아이스크림 초콜릿 딸기 크림 모카빵 사르르 또 사라져 너 한 스푼 두 스푼 코끝에 그림 또 키스준 지켰던 선이가 서니까요 맛있어서 야미 야미